មានដឹងអត់ម៉ាក់ដែលសម្រាប់កូនដោយការវះកាត់ហ្នឹងអាចប្រឈមជាមួយនឹងបញ្ហាហៀទឹកនោមដោយមិនដឹងខ្លួនការសម្រាប់កូនដោយធម្មជាតិឬក៏ការសម្រាប់កូនដោយវះកាត់ហ្នឹងគឺអាចមានហានិភ័យប្រឈមដូចគ្នាគឺការហៀទឹកនោមដោយមិនដឹងខ្លួនជាទូទៅវាអាចកើតឡើងដោយសារទី1នៅពេលដែលយើងសម្រាប់កូនដោយការវះកាត់ឬក៏សម្រាប់កូនដោយធម្មជាតិហ្នឹងគឺមានការប៉ះទង្គិចដាច់ដុំនៅជុំវិញអាងតាគៀកហ្នឹងទោះបីវាតិចឬក៏ច្រើនប៉ុន្តែជាទូទៅតាមការសិក្សានៅក្នុងឆ្នាំ2011គឺសម្រាប់កូនដោយធម្មជាតិគឺអាចមានហានិភ័យនៃការប៉ះពាល់ការហៀទឹកនោមមិនដឹងខ្លួនគឺមានចំនួនដល់ 55% ចំណែកឯការសម្រាប់កូនដោយការវះកាត់អាចមានដល់ 59% អញ្ចឹងជាទូទៅមិនមែនមានន័យថាឲ្យតែការសម្រាប់កូនដោយការវះកាត់និងការសម្រាប់កូនដោយធម្មជាតិនេះគឺមានបញ្ហាហៀទឹកនោមដោយច្រើនដងនោះទេប៉ុន្តែជាទូទៅតាមសង្កេតឃើញថាយើងអាចមានការប៉ះពាល់នៅតំបន់ជុំវិញអាងតាគៀកហ្នឹងគឺវាអាចមានការហៀទឹកនោមដោយមិនដឹងខ្លួនបន្ថែមពីនឹងទៀតចំពោះស្ត្រីដែលសម្រាប់កូនដោយធម្មជាតិលើកទី1និងសម្រាប់កូនដោយការវះកាត់នៅលើកទី2អាចប្រឈមហានិភ័យរហូតដល់ 59% នៃបញ្ហាប្រឈមនៃការហៀទឹកនោមដោយមិនដឹងខ្លួនចំពោះហានិភ័យនៃស្ត្រីដែលគាត់ហៀទឹកនោមដោយមិនដឹងខ្លួនហ្នឹងទី1គឺស្ត្រីដែលគាត់មានប្រវត្តិទឹកនោមផ្អែមកំឡុងពេលពពោះនិងស្ត្រីដែលគាត់ជួបបរិយកំឡុងពេលពពោះសុទ្ធតែជាហានិភ័យនៃការហៀទឹកនោមដោយមិនដឹងខ្លួនអញ្ចឹងដើម្បីការពារម៉ាក់ក្រោយពេលដែលម៉ាក់សម្រាប់កូនដោយការវះកាត់ឬក៏ម៉ាក់សម្រាប់កូនដោយធម្មជាតិម៉ាក់គួរតែហាត់ប្រាណពង្រឹងជុំវិញអាងតាគៀកហ្នឹងឬក៏ពេលខ្លះបើសិនជាវាមិនបាត់ឬក៏វាកាន់តែអាក្រក់ទៅគួរតែជួបជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីរកដំណោះស្រាយឬក៏វិធីព្យាបាលណាមួយសមស្របជួបជាមួយខ្ញុំបាទប្រចាំបណ្ឌិតច័ន្ទសិនេតនៅវីដេអូបន្ទាប់ប្រសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចលើក comment ខាងក្រោមនេះបាន